ថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបជិះឡានក្រុងដើម្បីយើងជិះពីសិង្ហបុរីទៅទីក្រុងជូហូបារូនៅប្រទេសម៉ាឡេស៊ីបានដោយចំណាយប្រាក់តិចនិងពេលវេលាជិះប្រហែលតែ1ម៉ោងជាងទេដោយបងប្អូននឹងស្រាប់ចឹងម៉ាឡេនិងសិង្ហបុរីមានព្រំដែនជាប់គ្នាអញ្ចឹងទាំងអាចធ្វើដំណើរតាមផ្លូវគោកបានគេលោថាបងប្អូនខ្លះគាត់ម៉ាឡេសិង្ហបុរីហើយគាត់ចង់ឆ្លងចូលលេងម៉ាឡេស៊ីមួយទៀតចឹងណាចឹងតើបងប្អូនទៅមើលទាំងអស់គ្នាចឹងជាដំបូងបងប្អូនចូលទៅក្នុង Google Map ហើយវាយពាក្យថា Causeway Link Bus Terminal ដើម្បីទៅដល់ Bus Terminal នោះបងប្អូនអាចជិះតាក់ស៊ីឬមធ្យោបាយទៅដំណើរណាមួយដែលបងប្អូនចេះហើយចំណុចដែលខ្ញុំបានគូសព្រួយពណ៌ក្រហមនេះគឺជាកន្លែងសម្រាប់ឈររងចាំចឹងបងប្អូនត្រូវកំណត់សម្គាល់ថាឡានក្រុងដែលយើងជិះហ្នឹងមានពណ៌លឿងហើយខ្សែឡានក្រុងហ្នឹងមានឈ្មោះ Causeway Link ហៅកាត់ CW2 ជិះពី Queen Street សិង្ហបុរីទៅ Larkin Malaysia តម្លៃ$4.8សិង្ហបុរីហើយបងប្អូនអាចបង់លុយសុទ្ធក៏បានប្រើវីសាកាត់ក៏បានចឹងឡានក្រុងនេះដំណើរការ24ម៉ោងតែម្ដងចឹងខ្ញុំកំពុងរំងជួលដើម្បីឡើងឡានក្រុងចឹងពេលបងប្អូនចូលទៅដល់ជាប់ទ្វារខាងមុខហ្នឹងគេមានបុគ្គលិកដើម្បីចាំយកលុយនិងឲ្យសំបុត្រទៅបងប្អូនឯងហើយសូមរក្សាទុកសំបុត្រនោះឲ្យបានត្រឹមត្រូវព្រោះយើងត្រូវបង្ហាញសំបុត្រនោះម្ដងទៀតពេលយើងឆ្លងស្ពានចូលម៉ាឡេស៊ីចឹងនេះនៅតាមផ្លូវទៅដល់ព្រំដែនមានឡានច្រើនព្រោះថាជនជាតិសិង្ហបុរីគាត់ចូលចិត្តទៅលេងទីក្រុងជូហូបារូហ្នឹងណាដោយសារតែការញ៉ាំអាហារនិងការ shopping មានតម្លៃសមរម្យលុយ$1សិង្ហបុរីដូរបាន$3.2រ៉េងហ្គីតអញ្ចឹង1ដូចដូរបានជា3ចឹងបងប្អូនចឹងឥឡូវយើងបានមកដល់ព្រំដែនសិង្ហបុរីហើយតែគេហាមមិនឲ្យថតទេដោយសារតែកន្លែងហ្នឹងវាជាកន្លែងឆ្លងដែនឡានក្រុងនឹងដាក់បងប្អូនចុះហើយសូមដើរឡើងទៅខាងលើតាមចរាយន្តនិងធ្វើការឆ្លងដែនដូចរាល់ដងដោយដែលបងប្អូនធ្លាប់ឆ្លងដែននៅប្រលានយន្តហោះដែរអញ្ចឹងព្រំប្រទល់នោះឈ្មោះ Woodland Checkpoint ហើយបន្ទាប់ពីបងប្អូនធ្វើ immigration ហើយសូមចុះទៅខាងក្រោមតាមចរាយន្តស្វែងរកផ្លាកសញ្ញាពណ៌លឿងនេះសូមឈររងចាំដើម្បីឡើងឡានក្រុងបន្តទៅទៀតហើយកុំភ្លេចបង្ហាញសំបុត្រទៅបុគ្គលិកគេផងឥឡូវយើងកំពុងឆ្លងស្ពានទៅទីក្រុងជូហូបារូនៃប្រទេសម៉ាឡេស៊ីដោយដែលបងប្អូនបានឃើញផ្លាកសញ្ញារបស់គេចឹងយើងមកដល់ជូហូបារូ Checkpoint ហើយចឹងបងប្អូនត្រូវធ្វើ immigration ដោយបងប្អូនធ្វើនៅខាងសិង្ហបុរីដែរពេលធ្វើ immigration ហើយបងប្អូនត្រូវដើរតាមផ្លាកសញ្ញាដែលគេបានដាក់ថា JB Central ហ្នឹងហើយបងប្អូនដើរតាមសញ្ញាព្រួយគេនឹងមកតាមសារព័ត៌មាន Straits Times បាននិយាយថាប្រជាជនសិង្ហបុរីនិងម៉ាឡេធ្វើការឆ្លងដែនជារៀងរាល់ថ្ងៃប្រហែល43ម៉ឺននាក់ហើយសម្រាប់ចុងសប្តាហ៍វិញគឺមនុស្សច្រើនខ្លាំងមែនតើដែលបងប្អូននឹកស្មានអត់ដល់ព្រោះប្រជាជនម៉ាឡេចូលទៅធ្វើការនៅប្រទេសសិង្ហបុរីដោយសារតែរកប្រាក់ចំណូលបានខ្ពស់ហើយរដ្ឋាភិបាលទាំងពីរកំពុងតែសាងសង់ស្ថានីយ៍រថភ្លើងដែលតភ្ជាប់ direct មកដល់ទីក្រុងជូហូបារូតែម្ដងហើយនឹងក្រុងបញ្ចប់នៅខែ12ឆ្នាំ2026នេះឯងចឹងបងប្អូនបោះស្ដាមនៅកន្លែងទូទឹកពេជ្រហ្នឹងដើម្បីបន្តទៅរកកន្លែងហៅតាក់ស៊ីអញ្ចឹងបងប្អូនអាចចុះទៅខាងក្រោមឆ្វេងដៃចុះចរាយន្តទៅខាងក្រោមដើម្បីបុកតាក់ស៊ី Grab បានចឹងបងប្អូនចុះទៅខាងក្រោមទៅដើម្បីបុក Grab ប៉ុន្តែខ្ញុំទៅត្រង់ដើម្បីទៅផ្សារ City Square នៅជាប់ហ្នឹងហើយផ្សារគេហ្នឹងធំមែនតើដូច Eon យើងចឹងធំមានច្រើនជាន់មានអីវ៉ាន់ពេញហ្នឹងវីដេអូបន្តនឹងបង្ហាញបងប្អូនត្រឡប់មកសិង្ហបុរីវិញអរគុណ